បាទសួស្តីថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរូបមន្តដែលផ្គុំថ្ងៃខែឆ្នាំឲ្យទៅជាកាលបរិច្ឆេទអញ្ចឹងយើងមានថ្ងៃខែឆ្នាំហើយយើងឲ្យកន្លែងនេះចេញទៅជាកាលបរិច្ឆេទមួយដែលមានទម្រង់ដូចជាមានថ្ងៃមានខែនិងឆ្នាំអញ្ចឹងយើងមានហើយយើងមានថ្ងៃមានខែនិងមានឆ្នាំដែលជាកលំផ្សេងគ្នាតមកយើងវាយស្មើហើយយើងប្រើពាក្យតិច t e x t តមកយើងយកថ្ងៃយើងយកសែលថ្ងៃតមកយើងវាយសញ្ញា n ហើយយើងដាក់សញ្ញាថ្មីកដោហើយសញ្ញាដកកន្លែងនេះគឺហើយយើងប្រើ n ទៀតហើយយើងភ្ជាប់ខែសញ្ញា n ហ្នឹងគឺសញ្ញាភ្ជាប់បន្ទាប់មកយើងភ្ជាប់n ហ្នឹងទៀតហើយបន្ទាប់មកយើងភ្ជាប់ឆ្នាំបន្ទាប់មកយើងក្បៀសមួយហើយយើងដាក់មិញកដោ2ហើយក្នុងចន្លោះមិញកដោ2នឹងទាំងពីរហ្នឹងគឺយើងកន្លែងហ្នឹងសម្រាប់ format ហ្នឹង format dd ហ្នឹងន័យថាថ្ងៃហើយ មានន័យថាខែជាយាមានន័យថាឆ្នាំអញ្ចឹងកន្លែងហ្នឹងគឺកន្លែងជា format ដែលយើងត្រូវបញ្ចេញអញ្ចឹងយើងមានថ្ងៃមានខែមានឆ្នាំហើយបញ្ចេញទម្រង់បែបនេះអញ្ចឹងយើងភ្ជាប់ចូលគ្នាសញ្ញា n ហ្នឹងគឺមានន័យថាភ្ជាប់ខែថ្ងៃខែឆ្នាំចូលគ្នាហើយយើង format ជាទម្រង់ថ្ងៃខែនិងឆ្នាំអញ្ចឹងដូចគ្នាឥឡូវយើងមានឆ្នាំខែនិងថ្ងៃឥឡូវយើងប្រើរូបមន្តដូចគ្នាទេគឺតិចជាប់ថ្ងៃមុនបន្ទាប់មកយើងយកខែយើងជាប់ជាមួយខែតមកទៀតយើងភ្ជាប់ជាមួយនឹងឆ្នាំបន្ទាប់មកក្បៀសមួយយើងដាក់ទម្រង់ដែលយើងចង់ឲ្យចេញ dd មានន័យថាថ្ងៃ មានន័យថាខែy ហ្នឹងមានន័យថាឆ្នាំគេ enter មកបាទហើយខាងក្រោមនេះគឺមានខែឆ្នាំនិងថ្ងៃអញ្ចឹងទោះជាអីក៏ដោយយើងប្រើរូបមន្តតិចដូចគ្នាហើយយើងត្រូវដឹងថាយើងត្រូវយកថ្ងៃដាក់ខាងមុខបន្ទាប់មកខែហើយបន្ទាប់មកឆ្នាំបាទអញ្ចឹងយើងបានជាទម្រង់កាលបរិច្ឆេទមួយហើយទម្រង់ហ្នឹងក៏យើងអាចធ្វើការបដូរបានដែរបដូរឲ្យទៅជាឆ្នាំមុនខែហើយថ្ងៃក៏បានយើងចង់បដូរទម្រង់ខែហើយថ្ងៃហើយបានឆ្នាំក៏បានស្រេចតែយើងទៅលើការយើងដាក់ទៅលើ format អញ្ចឹងឥឡូវនេះខ្ញុំចង់បដូរឲ្យឆ្នាំនៅខាងមុខហើយថ្ងៃនៅខាងក្រោយវិញអញ្ចឹងយើងដាក់ y ខាងមុខ
ấm hay nâng đề dương có ai đặt format khai thằng mục bản đài khái tháng ngày nâng chân nằm dương ai format đủ thứ nghĩa ở dương có ai format khai chỉ so của bạn đấy để ra ấm bấy này ta shortcut vào khái chủ lái ở dương có ai ra chủ lái bị pin của bạn đấy cứ dương ra âm buồn dương khai pin